ខ្ញុំត្រូវបានសัตว์មួយខាំធ្វើឲ្យខ្ញុំដើររួចពេលដែលសัตว์នឹងខាំថ្ងៃដំបូងគឺខ្ញុំអត់មានអាការៈអីទេបងប្អូនចាប់ពីថ្ងៃទី2ខ្ញុំចាប់ផ្ដើមចុកដើររួចតែបើសួរថាខ្ញុំដឹងថាសัตว์អីខាំអត់គឺខ្ញុំអត់ដឹងទេដឹងតែមានអារម្មណ៍ថាមានសัตว์អីខាំពេលដែលវាធ្វើអាការៈឲ្យខ្ញុំចុកខ្លាំងហ្នឹងខ្ញុំក៏បានទៅសួរពេទ្យប្រាប់ថាអីទេវាហើមទៅធ្វើឲ្យយើងនឹងឈឺជើងដើរអត់ចង់រួចអញ្ចឹងខ្ញុំរៀងបារម្ភច្រើនតិចទៅលើជើងសារតែពេលហ្នឹងខ្ញុំនៅក្មេងខ្ញុំយល់សពថាខ្ញុំដើរអត់រួចនៅអាយុ20ឆ្នាំជាងអញ្ចឹងខ្ញុំរៀងភ័យអញ្ចឹងណាបងប្អូនខ្ញុំសុំសួរបងប្អូនមួយមើលបងប្អូនដែលមានអាការៈដូចខ្ញុំតែវាចុកដល់ថ្នាក់ដើរអត់រួចចង់ដើរតើមានអ្នកគ្រាបណ្ដាកើតពី3ថ្ងៃហ្នឹងអត់បានផុសលក់លេដោយសារតែឈឺតែការកំងលេវិញគឺបុកមកហូរសុំបញ្ជាក់បន្តិចបងប្អូនលេចិត្តអស់ស្តុកខ្ញុំត្រូវបានសัตว์មួយខាំធ្វើឲ្យខ្ញុំដើររួចពេលដែលសัตว์នឹងខាំថ្ងៃដំបូងគឺខ្ញុំអត់មានអាការៈអីទេបងប្អូនចាប់ពីថ្ងៃទី2ខ្ញុំចាប់ផ្ដើមចុកដើរអត់រួចតែបើសួរថាខ្ញុំដឹងថាសัตว์អីខាំអត់គឺខ្ញុំអត់ដឹងទេដឹងតែមានអារម្មណ៍ថាមានសัตว์អីខាំពេលដែលវាធ្វើអាការៈឲ្យខ្ញុំចុកខ្លាំងហ្នឹងខ្ញុំក៏បានទៅសួរពេទ្យប្រាប់ថាអីទេវាហើមទៅធ្វើឲ្យយើងនឹងឈឺជើងដើរអត់ចង់រួចអញ្ចឹងខ្ញុំរៀងបារម្ភច្រើនតិចទៅលើជើងសារតែពេលហ្នឹងខ្ញុំនៅក្មេងខ្ញុំយល់សពថាខ្ញុំដើរអត់រួចនៅអាយុ20ឆ្នាំជាងអញ្ចឹងខ្ញុំរៀងភ័យអញ្ចឹងណាបងប្អូនខ្ញុំសុំសួរបងប្អូនមួយមើលបងប្អូនដែលមានអាការៈដូចខ្ញុំតែវាចុកដល់ថ្នាក់ដើរអត់រួចចង់ដើរតើមានអ្នកគ្រាបណ្ដាកើតពី3ថ្ងៃហ្នឹងអត់បានផុសលក់លេដោយសារតែឈឺតែការកំងលេវិញគឺបុកមកហូរសុំបញ្ជាក់បន្តិចបងប្អូនលេចិត្តអស់ស្តុក